บนกาประในวัดปุถิวงศ์หาวัดซองบางโปนนะในสายថ្ងៃนี้ประสงค์หนึ่งคณะกรรมการวัดก็เรียบจำพิธีเถือบนกาประนำไปก่อสร้างสลาบนบางโปนสลาบนนั่นคือก่อสร้างบ้านจีเจนจีรูเรียงไงบางโปนเฮ้ยថ្ងៃนี้ញាតិញោមពុទ្ធបរិស័ទលោកយាយលោកតាចំណុះជើងវត្តគឺមកធ្វើកម្មវិធីបុណ្យអញ្ចឹងណាបាទហើយកម្មវិធីបុណ្យដូចតែសពដងអញ្ចឹងបងប្អូនមានសមាទានសិលមានវេផាត់មានចង្កេនចង្ហាន់ប្រសង់និងរាប់បាតដូចសពដងអញ្ចឹងបាទអញ្ចឹងមិនថាប្រពៃណីនិងវប្បធម៌ចិត្តសាស្ត្ររបស់យើងគឺល្អថ្លៃថ្លាបងប្អូនពេលដែលយើងមានវត្តអារាមហាក់បីដូចជាយើងមានអត្តសញ្ញាណជាតិរបស់យើងអញ្ចឹងណាបងប្អូនព្រោះពេលកម្មវិធីនានាគឺពិចារណាយើងធ្វើនៅវត្តអារាមអញ្ចឹងណាដោយសារវត្តមានទីធ្លាធំហើយក៏ជាកន្លែងជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយអញ្ចឹងណាបងប្អូនហើយថ្ងៃនេះដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺឥឡូវហ្នឹងគឺកំពុងតែរាប់បាតបងប្អូនណារាប់បាតដើម្បីឧទ្ទិសកុសលដល់បុព្វការីជនញាតិការតាំងពីសន្តានរបស់យើងអញ្ចឹងទៅបាទហើយក្នុងនោះមានកម្មវិធីជាច្រើនមានកម្មវិធីទេសនានិងប្រសង់លោកប្រទានធម៌ទេសនាអីអញ្ចឹងទៅនិងសុំសិលសមាទានសិលអីអញ្ចឹងបាទដោយសារតែយើងមានកម្មវិធីផ្សេងទៀតជាច្រើនអញ្ចឹងណាបងប្អូនតែក្នុងវីដេអូនេះគឺខ្ញុំចង់រៀបរាប់អំពីការសាមគ្គីគ្នាដោយសារតែយើងជាចិត្តសាសន៍តែមួយខៅខ្មែរយើងណាទាំងក្នុងទាំងក្រៅហ្នឹងគឺរួបរวมសាមគ្គីស្រឡាញ់គ្នាចូលចិត្តគ្នាសន្តោសប្រោះប្រណីគ្នាទៅវិញទៅមកអញ្ចឹងបាទហើយការធ្វើបុណ្យនេះក៏ជាឱកាសដើម្បីយើងបានរួបរวมសាមគ្គីគ្នាស្រឡាញ់គ្នាដែរបងប្អូនព្រោះថាពេលដែលយើងធ្វើសេចក្តីល្អភាគច្រើនយើងចេញពីផ្ទះមកដល់ទីអារាមដើម្បីធ្វើសេចក្តីល្អដើម្បីគេហៅប្រមូលផលបុណ្យណាកសាងនៅសេចក្តីល្អទាំងអស់ហ្នឹងដើម្បីទុកសម្រាប់ខ្លួនយើងផងនិងឧទ្ទិសដល់បុព្វការីជនញាតិការទាំង7សន្តានរបស់យើងដែលលោកបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះក៏យើងជាអ្នកដែលនៅរស់ហ្នឹងក៏មានទូនាទីធ្វើបុណ្យធ្វើឧទ្ទិសដល់ពួកគាត់អញ្ចឹងណាបងប្អូនបាទហើយមួយផ្នែកទៀតនោះក៏ជាកម្លាំងនៃការសាមគ្គីរួបរวมស្រឡាញ់បងប្អូនជាតិសាសន៍យើងអញ្ចឹងណាបងប្អូនដោយសារតែបុព្វការីជនរបស់យើងពីមុនមកគឺចំនួន30-40ឆ្នាំមុនគាត់រួបរวมសាមគ្គីគ្នាស្រឡាញ់គ្នាបានកសាងវត្តអារាមទុកឲ្យមនុស្សចំនួនក្រោយនឹងបានមកធ្វើបុណ្យធ្វើទានអញ្ចឹងណាហើយឥឡូវនេះព្រះសង្ឃលោកបញ្ជូលប្រាប់ពីការធ្វើបុណ្យផ្កាហ្នឹងដើម្បីកសាងបន្តទៀតបងប្អូនដោយសារតែវត្តអារាមត្រូវការកន្លែងធ្វើបុណ្យធ្វើទានបន្ថែមទៀតអញ្ចឹងណាបងប្អូនព្រោះសាលាបុណ្យហ្នឹងគឺបំណងប្រាថ្នារបស់វត្តយូរហើយក្នុងការកសាងនឹងអញ្ចឹងណាបងប្អូនអញ្ចឹងក៏ព្រះគ្រូចៅអធិការលោកបន្តដឹកនាំពុទ្ធបរិស័ទកសាងបន្តទៀតអញ្ចឹងហើយការកសាងសាលាឬក៏ជាការកសាងធនធានប្រសង់នៅក្នុងប្រទេសបារាំងហ្នឹងគឺជារឿងសំខាន់ណាស់បងប្អូនជាការចែកម្លែកបងប្អូនម្នាក់តិចក្នុងការធ្វើបុណ្យហ្នឹងបានបន្សល់នៅសំណង់ដែលជាអត្តសញ្ញាណរបស់ចិត្តសាសន៍របស់យើងបងប្អូនគេស្គាល់ខ្មែរយើងគេស្គាល់តាមរយៈវត្តអារាមច្រើនបងប្អូនដោយសារអីវត្តអារាមវាមានអត្តសញ្ញាណបងប្អូនពេលដែលគេចូលទៅគេឃើញទង់ជាតិគេឃើញប្រពៃណីគេឃើញវប្បធម៌បាទគេឃើញចិត្តសាសន៍របស់យើងបាទ
ក្រោយពីធ្វើបុណ្យហើយអញ្ចឹងទៅក៏ញាតិញោមនឹងមានអាហារសាមគ្គីរួមគ្នាអញ្ចឹងបងប្អូននេះគឺបង្ហាញអំពីការសាមគ្គីស្រឡាញ់គ្នាអញ្ចឹងណាហើយពេលដែលបានហូបអាហារជុំគ្នាអញ្ចឹងទៅក៏យើងបានដូចថាជជែកគ្នាស្គាល់រាប់អានគ្នាលោកយាយលោកតាចាស់ទុំអីអញ្ចឹងណាបងប្អូនអញ្ចឹងបានថាការដែលយើងបានមានឱកាសដើម្បីមកវត្តមកអារាមចំណាយពេល2-3ម៉ោងហ្នឹងគឺជាឱកាសល្អណាបងប្អូនឱកាសល្អយ៉ាងម៉េចបើយើងមើលក្នុងរូបភាពជាជាតិសាសន៍របស់យើងឃើញថាអូជាតិសាសន៍របស់យើងនៅក្រៅប្រទេសច្រើនហើយយើងបានរៀបការយើងបានមានគ្រួសារបរទេសអីក៏ជាការបង្ហាញឲ្យគេស្គាល់ឲ្យគេដឹងឲ្យគេឮថាប្រទេសយើងមានប្រទេសមានទឹកដីមានវប្បធម៌មានភាសាមានទំនៀមទម្លាប់មានសេចក្តីថ្លៃថ្នូរមានភាពសាមគ្គីគ្នាអញ្ចឹងណាបងប្អូនហើយមកដល់គណៈនេះគឺព្រះសង្ឃលោកសំដែងធម៌ទេសនាអប់រំព្រានបដៅអំពីចិត្តចេតសិករស់អញ្ចឹងទៅបងប្អូនព្រោះថាជីវិតរបស់យើងនឹងយើងរស់នៅក្នុងអារម្មណ៍ផ្លូវចិត្តរស់នៅក្នុងមនោសញ្ចេតនារស់នៅក្នុងអាហាររស់នៅក្នុងសម្លៀកបំពាក់រស់នៅក្នុងបរិយាកាសនិងបរិបទផ្សេងគ្នាអញ្ចឹងបងប្អូនអញ្ចឹងយើងបានធ្វើបុណ្យធ្វើទានហើយយើងធ្វើនៅធម្មទានទៀតបងប្អូនធម្មទាននោះសំដៅដល់បញ្ញាសំដៅដល់ការស្ដាប់នៅធម៌ការតេស្តរិះពិចារណាដឹកនាំអញ្ចឹងមិនថាប្រសង់លោកដើរតួនាទីច្រើនក្នុងសង្គមខ្មែរយើងនៅក្នុងការដឹកនាំព្រានបដៅនិងការរក្សានៅប្រពៃណីវប្បធម៌ក៏ដូចជាការគ្រប់គ្រងនៅវត្តអារាមជាច្រើនផ្សេងទៀតបងប្អូនហើយខ្ញុំនេះដែរឆ្លៀតពេលទំនេរពីការងារក៏ឆ្លៀតមកវត្តមកអារាមជួយទៅតាមលទ្ធភាពអញ្ចឹងបងប្អូនសូមអរគុណសូមអនុមោទនារីករាយបានបុណ្យកុសលស្មើគ្នាបងប្អូនដោយបងប្អូនដែលបានមើលវីដេអូដែលមកដល់ទីបញ្ចប់នេះបងប្អូន